stock ថ្មីចូលមកបើយើងអត់បង្ហាញបងប្អូនក៏មិនដឹងថាយើងមាន stock ត្រូវអត់បងប្អូនតាគ្នាសំខាន់ខ្ញុំខាន review ចូលជុំវិញលបាក់ខ្ទង់មួយខែជាងណាបើតាមខ្ញុំចាំបានណាបងប្អូនតាគ្នាប៉ុន្តែថ្ងៃនេះចូលមកម្ដងគឺមកគូតែម្ដងបងប្អូនតាគ្នាតោះឥឡូវមកមើលជាមួយខ្ញុំមកគ្រឿងនេះប្រភេទ Ford XLT ឆ្នាំផលិត2023បងប្អូនណាចានិយាយទៅបងប្អូនតាគ្នាណាចាពីគ្រឿងហ្នឹងគឺខ្ញុំដាក់តតំគ្នាមកគឺឡើងមកអែមតែម្ដងបងប្អូនតាគ្នាណាបងប្អូនណាខ្លះស្វែងរកទៅលើប្រភេទ Ford XLT 023ឥឡូវវុធីមានលៀបតែផងគឺមាន stock ឲ្យបងប្អូនតាគ្នាណាចាពីគ្រឿងហ្នឹងតានីជូនបងឡានអត់បុកអត់កាត់តអត់ស្ងោបរោពណ៌ទេចាអត់មានឆៃអត់មានពុកទេប្រភេទឡានឈ្វេងស្រីបងប្អូនតាគ្នាចាកាត់មកមួយចម្រិតចម្រាញ់បងប្អូនណាតតឡានថ្មីឡានស្អាតឡានលែបើខ្ញុំយកមកលក់ដែរបងប្អូនតាគ្នាណាចាអញ្ចឹងទិញនៅកន្លែងខ្ញុំគឺខ្ញុំផ្ដល់ទៅលើតំណចិត្តជូនបងតែម្ដងមកអត់ងាយខុសទេដោយសារវាអត់ខុសពីភិនភាគដែលខ្ញុំជំរាបជូនបងអញ្ចឹងណាបងប្អូនតាគ្នាណាហើយបងនិយាយពីស្រាក់លេខវិញអែមខ្លាំងមែនតែបងប្អូនគឺជាប្រភេទ CX ចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍តោះគ្រឿងទី1គឺជាប្រភេទតាក់បូ2បងប្អូនឥឡូវយើងចូលមកដល់គ្រឿងនេះចាតាក់បូ1បងប្អូនតាគ្នាណាសំខាន់បងប្អូនពីរគ្រឿងហ្នឹងណាចាតាក់បូ1ខុសតម្លៃជាមួយនឹងតាក់បូ2តែ$800ទេបងប្អូនតាគ្នាណាចាតើនេះឲ្យភិនភាគគឺឡានស្អាតឡានថ្មីឡានលះដូចគ្នាបងប្អូនតាគ្នាបងប្អូននឹងស្រាប់ហើយបងប្អូនណាចាប្រភេទ Ford XLT គឺខ្ញុំលក់ដាច់សាហាវខ្លាំងមែនតើបងប្អូនតាគ្នាពេលខ្លះដល់ថ្នាក់អត់មាន stock សម្រាប់ការ review បងប្អូនចាបើសិនជាខ្ញុំទិញអត់ចេះគិតទេណាចាអត់ខ្វះទេបងអើយឡានសម្រាប់ review ប៉ុន្តែពួកខ្ញុំទិញមកខ្ញុំចម្រិតចម្រាញ់តតែឡានថ្មីឡានស្អាតឡានលះបានយើងយកមកលក់ដែរបងប្អូនតាគ្នាណាចាអញ្ចឹងសម្រាប់តែបងប្អូនគាត់មកមើលគឺមិនងាយខុសហ្មងចាដោយសារតែភិនភាគគឺច្បាស់លាស់ខ្លាំងមែនតើបងប្អូនតាគ្នាណាចាអញ្ចឹងសម្រាប់ពីគ្រឿងហ្នឹងគាត់ចង់ទិញដាច់ក៏បានបងចង់ធ្វើការស្នើរំលោះបានឬក៏បងប្អូនចង់វាយដូរសេរីក៏បានដែរបងប្អូនទាំងគ្នាណារំលោះកាន់14500ដកចេញឥឡូវបងប្អូនទាំងគ្នាភ្ជាប់មកមួយឯកសារពីស្លឹកតាក់ញីបានភៅគ្រួសារអត់មានថ្ងៃបន់ថ្ងៃទៀនថ្ងៃធម្មតាទេឲ្យតែបងប្អូនកាន់លុយ14500ហ្នឹងមកជាប់មកមួយឯកសារមកដល់ព្រាមបងដកជាមួយនឹងវុធីមានលៀបតែផងទាំងអស់គ្នាអរគុណ